បាទពាក់ព័ន្ធលើការសង្ខេបពីមូលដ្ឋានគ្រឹះដើម្បីធ្វើឲ្យកសិពាណិជ្ជកម្មទទួលបានភាពជោគជ័យអញ្ចឹងត្រូវស្វែងយល់ពាក្យថាកសិពាណិជ្ជកម្មជាមុនសិននិយាយសម្រាយស្រួលស្ដាប់កសិពាណិជ្ជកម្មមានន័យថាធ្វើកសិកម្មជាជំនួញស្នូលដើម្បីទទួលបានប្រាក់កម្រៃចិញ្ចឹមជីវភាពឬធ្វើឲ្យមានភាពមានបានអញ្ចឹងព្រោះវាជាការធ្វើជំនួញជាមួយនឹងវិស័យកសិកម្មទៅហើយមានន័យថាបើយើងធ្វើចំការទុរេនត្រឹម5ហិកតាឬ10ហិកតាគឺប្រៀបបីដូចជាបើកសិប្បកម្មផលិតទុរេនមួយអញ្ចឹងគេផលិតជាសិប្បកម្មជារោងចក្រខ្នាតតូចតែយើងនេះផលិតជាលក្ខណៈទុរេនឬដូងឬស្វាយជាដើមអាហ្នឹងគេហៅថាកសិពាណិជ្ជកម្មមានន័យថាធ្វើវាជាលក្ខណៈមួយជំនួញលើដំណាំទុរេនហ្នឹងឬដំណាំដូងហ្នឹងអញ្ចឹងមិនមែនធ្វើបែបកំសាន្តបែបលេងដាំលំទេអាហ្នឹងគឺធ្វើជាលក្ខណៈមួយគេហៅថាមានក្រគឺដោយសារវាហ្នឹងហើយអញ្ចឹងសំណួរនេះទូលំទូលាយណាស់ឲ្យសង្ខេបអញ្ចឹងខ្ញុំនឹងសង្ខេបជូនដើម្បីឲ្យលោកស្រីឆាប់ងាយយល់ហើយនឹងអាចយកទៅបំបែកបានមូលដ្ឋានគ្រឹះរបស់វានោះគឺខ្ញុំបានរៀបចំនិងបែងចែកជា4ងាយយល់ដែលខ្ញុំដាក់រហស្សនាមវាថាផ4នោះសំដៅលើទី1គឺផែនការទីផ្សារទី2ផែនការហិរញ្ញវត្ថុទី3ផែនការធនធានមនុស្សនិងទី4គឺផែនការបច្ចេកទេសអញ្ចឹងផលទាំង4នេះគឺសំខាន់ខ្លាំងបាត់ផលណាមួយក៏មិនអាចធ្វើឲ្យយើងជោគជ័យបានលើការធ្វើកសិកម្មនេះដែរអញ្ចឹងយើងក៏លេចមកមើលផលទី1ផែនការទីផ្សារផែនការទីផ្សារនេះគឺយើងត្រូវគិតថាយើងមុននឹងវិនិយោគទៅលើការដាំដំណាំអ្វីមួយយើងត្រូវមានការសិក្សាឲ្យបានច្បាស់ថាតើដំណាំនោះវាមានទីផ្សារក្នុងការរៀបចំក្នុងស្រុកឬការនាំចេញដែរទេហើយទីផ្សារនោះធំទូលំទូលាយនិងមានស្ថិរភាពទៅលើការលក់ដូរដែរទេហើយខ្ញុំក៏សូមលើកទឹកចិត្តឲ្យមានការរៀបចំទីផ្សារនេះតាមរយៈការកុងត្រាជាមួយអ្នកទិញផ្ទាល់ជាមួយសហគ្រាសកែច្នៃជាមួយអ្នកនាំចេញក្នុងឬក្រៅប្រទេសឬជាមួយសហគមន៍ដែលមានការរៀបចំកុងត្រាត្រឹមត្រូវច្បាស់លាស់ឬក៏យើងអាចក្រឡេកមើលទៅលើទីផ្សាររបស់ទាំងឡាយណាដែលគិតថាតម្រូវការក្នុងស្រុកហ្នឹងចាំបាច់ហើយត្រូវការបរិមាណច្រើនហើយអ្នកផ្សេងក៏មិនទាន់សូវបានដាំការនាំចេញក៏បានច្រើនឧទាហរណ៍ថាដូងទឿកប៉ាល់ចឹងដូងទឿកប៉ាល់យើងយកមកកែច្នៃទៅជាពេលវាទុំទៅជាខ្ទិះដូងប្រេងដូងនិងកែច្នៃទៅជាគ្រឿងបរិភោគឬក៏គ្រឿងសម្អាងជាច្រើនទៀតលក់ខ្ចីក៏បានលក់ចាស់ក៏ត្រូវលក់ទុំក៏បានអានេះគឺយើងបានច្រើនយ៉ាងនេះគឺជាឧទាហរណ៍ឬក៏ដំណាំទុរេនចឹងទុរេនទោះបីលក់ក្នុងស្រុកយើងក៏លក់បានច្រើនចង់នាំចេញក៏បានអញ្ចឹងនេះជាឧទាហរណ៍អញ្ចឹងការដែលយើងមុនដាំយើងត្រូវសិក្សាអំពីសក្តានុពលទីផ្សារសិនប្រសិនបើមានភាពច្បាស់លាស់ហើយធានាបានថានឹងការលក់ចេញមិនមានការរាំងស្ទះហើយសូមធ្វើការវិនិយោគដាំវាដោយប្រុងប្រយ័ត្នចុះនឹងទទួលបានជោគជ័យបាទនេះគឺដំណាក់កាលទី1គឺផែនការទីផ្សារអញ្ចឹងយើងកុំដាំតាមអារម្មណ៍កុំដាំតាមនឹកឃើញកុំដាំត្រឹមតែរបស់ដែលងាយស្រួលព្រោះរបស់ដែលងាយស្រួលយើងក៏ធ្វើបានគេក៏ធ្វើបានដរាបណាធ្វើបានស្រួលពេករបស់នោះច្រើនគឺតម្លៃធូរហើយដូចស្វាយកែវល្មៀតអញ្ចឹងមូលហេតុស្វាយកែវល្មៀតតម្លៃធូរព្រោះវាធ្វើស្រួលហើយមានបរិមាណច្រើនលើសលប់អញ្ចឹងយើងត្រូវសិក្សាសិនសិក្សាជាមួយសហគមន៍ដៃគូឬក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រសួងពាណិជ្ជកម្មដែលយើងព្យាយាមសិក្សាស្វែងយល់ជាមួយគ្នាទៀតបាទសូមអរគុណនៅចំណុចទី1នេះគឺសំខាន់បាទអញ្ចឹងចំណុចទី2គឺផែនការហិរញ្ញវត្ថុអញ្ចឹងផែនការហិរញ្ញវត្ថុនេះសំដៅលើទុនបាទទុនគឺប្រជាកសិករយើងកន្លែងនេះធ្លោយច្រើនណាស់ខ្ញុំបានចោះជួបផ្ទាល់គឺធ្លោយច្រើនមែនទែនដោយគាត់សំអាងលើទុនត្រឹមគ្រាចាប់ផ្ដើមប៉ុន្តែទុននេះយើងសំដៅទៅលើទុននៅក្នុងការគ្រាចាប់ផ្ដើមគ្រានៅក្នុងការថែទាំរហូតដល់បានផលនិងទុនបំរុងនៅពេលជួបហានិភ័យកសិកម្មមានច្រើនណាស់ហានិភ័យទៅលើបម្រែបម្រួលធាតុអាកាសហានិភ័យទៅលើការប្រែប្រួលនៃចលនាពិភពលោកដែលធ្វើឲ្យមានការឡើងខ្ពស់នៅថ្លៃជីប្រេងសាំងប្រេងម៉ាស៊ូតជាដើមហ្នឹងអញ្ចឹងយើងត្រូវមានកញ្ចប់លុយដើម្បីបង្ការនៃការពីហានិភ័យឧទាហរណ៍បើយើងធ្វើទុរេន1ហិកតាអស់$20000នេះជាឧទាហរណ៍ទេអញ្ចឹងបើយើងមាន$100,000យើងធ្វើ5ហិកតាអត់ត្រូវទេព្រោះនៅពេលដែលមានហានិភ័យមកយើងបះដៃបះជើងចោលកណ្ដាលទីអត់មានទុនដើម្បីបំរុងអញ្ចឹងទុនយើងត្រូវមានគ្រាចាប់ផ្ដើមអស់1ហិកតាប្រមាណ$ការថែទាំពីដាំរហូតប្រមូលផលអស់ប្រមាណហើយត្រូវមានទុនបំរុងការពីហានិភ័យដោយគ្រោះធម្មជាតិដោយកត្តាពិភពលោកដោយកត្តាបែបណាមួយនោះគឺយើងត្រូវមានអញ្ចឹងសំណូមពរថាកុំធ្វើលោពេកបាទកុំធ្វើលោពេកបើយើងមាន$100,000បាទបើយើងធ្វើដូងអីក្នុងមួយហាត់អស់$10,000អញ្ចឹងយើងធ្វើ5ហាត់សិនបានហើយឬ6ហាត់សិនបានហើយកុំឲ្យដាក់បុកភ្លាម10ភ្លាមចាំយើងទទួលបានផលបាទបបិសោច្បាស់លាស់ចាំយើងពង្រីកតទៀតក៏មិនទាន់ហួសពេលដែរអញ្ចឹងកុំឲ្យជន់តាមប្រវត្តិសាស្ត្រដែលអ្នកចំការមួយចំនួនដែលខ្ញុំបានជួបគឺហានិភ័យគាត់គឺទុនដៃបាទនៅពេលដែលគាត់ថែទាំតាំងពីដើមមកមិនថាដូងថាទុរេននេះដល់ពេលឆ្នាំទី4នៃការចាប់ផ្ដើមត្រូវផ្ដល់ជីផ្ដល់ទឹកផ្ដល់សពបែបយ៉ាងដើម្បីទទួលបានទិន្នផលនោះស្រាប់តែគាត់អស់លុយបាទនេះគឺពុំគួរជួបករណីបែបនេះទេបាទផលទី3គឺផែនការធនធានមនុស្សបើយើងមានផលទី1ជោគជ័យផលទី2ជោគជ័យបើផលទី3យើងរៀបអត់ត្រូវគឺយើងនៅតែបរាជ័យបានធនធានមនុស្សនេះសំដៅលើសម័យខ្លួនជាម្ចាស់ចំការ
នឹងសំដៅលើមេការឬកម្មករដែលនៅគ្រប់គ្រងការងារក្នុងចំការយើងនោះមានចំការរបស់អស់លោកស្រីដែលជាអ្នកមានធនធានច្រើនមិនថាអង្គញាមិនថាជាអ្នកធំដែលគាត់មានលុយច្រើនតែបរាជ័យនៅចំណុចទី3នេះទុនគាត់មានច្រើនបាទគាត់អត់ខ្វះទេទីផ្សារមានអ្នកគេចង់ទិញស្រាប់មិនថាទុរេនមិនថាដួងក្អូបអីចឹងទៅប៉ុន្តែបែរជាគាត់បរាជ័យទៅលើធនធានមនុស្សមេការមិនស្មោះត្រង់មានការកឹបកេងលួចបាទលួចសពបែបយ៉ាងមិនថាលួចជីលួចថ្នាំលួចកឹបកេងលុយកាក់ជាដើមឬកម្មករគ្មានគុណភាពដល់ម៉ោងធ្វើការចុចទូរស័ព្ទដល់ម៉ោងធ្វើការធ្វើចុងដៃចុងជើងបាទសាច់ការងារមួយថ្ងៃ7ឬ8ម៉ោងគាត់សាច់ធ្វើការបានតែ2ម៉ោងបាទអ្នកខ្លះចូលទៅពេលដែលមិនមានការត្រួតពិនិត្យច្បាស់លាស់មិនមានការដាក់ផែនការច្បាស់លាស់គាត់ទៅបន្លំដេកនៅក្នុងចំការដែលយើងមិនអាចតាមដានមើលបាននៅក្នុងចំការធំហើយចំនួនមនុស្សច្រើនអញ្ចឹងនៅក្នុងផែនការធនធានមនុស្សនេះគឺសំខាន់ខ្លាំងណាស់ព្រោះយើងចំណាយថវិកាទៅលើការធ្វើចំការច្រើនហើយចំណាយទៅលើប្រាក់ខែសម្រាប់ពួកគាត់ឬការរៀបចំអាហារឬការស្នាក់នៅជាដើមនោះគឺសុទ្ធតែរឿងការចំណាយលុយសាកគិតមើលប្រសិនបើគាត់មិនបានជួយធ្វើការងារហើយគាត់នាំគ្នាស៊ីញើសឈាមនឹងលុយនិងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនវិញតើយើងនឹងទទួលរងនឹងការខូចខាតប៉ុណ្ណាអញ្ចឹងផែនការធនធានមនុស្សនេះគួរត្រូវបានរៀបចំឲ្យបានម៉ឺងម៉ាត់ជាមេការដែលមានភាពស្មោះត្រង់ជាកម្មករដែលមានភាពឧស្សាហ៍ព្យាយាមហើយយើងក៏ត្រូវមានវិធានការក្នុងការតាមដានអំពីម៉ោងធ្វើការអំពីសាច់ការងារផ្សេងៗនោះបាទយើងត្រូវមានការរៀបចំឲ្យបានម៉ឺងម៉ាត់ជាទីបំផុតហើយគឺផែនការបច្ចេកទេសអញ្ចឹងកន្លែងនេះទោះបីយើងមានទុនគ្រប់គ្រាន់មានទីផ្សារល្អហើយរៀបចំធនធានមនុស្សដែលជាកម្លាំងស្នូលទទួលភារកិច្ចហើយតែมันមានតិចនិចនិងបច្ចេកទេសនៅក្នុងការចាត់ចែងអំពីការព្យាបាលរោគបែបយ៉ាងណាការដាក់ជីឲ្យបានត្រឹមត្រូវចំណេញលុយបែបណាការរៀបចំដីរបៀបណាការដាំរបៀបណាការប្រមូលផលត្រឹមត្រូវរបៀបណាការថែទាំសារល្អិតបែបណាមេរោគបែបណាជាដើមឡើងបានអញ្ចឹងនៅក្នុងផែនការបច្ចេកទេសការបន្តផែនការបច្ចេកទេសបើយើងរៀបរាប់ទៅវាមាន8ចំណុចជាមូលដ្ឋានគ្រឹះនៃការធ្វើដំណាំទូទៅបាទជាពិសេសដំណាំហូបផ្លែអញ្ចឹងយើងមានតាំងពីការជ្រើសរើសពូជដែលត្រឹមត្រូវការរៀបចំដីនិងរបៀបដាំការគ្រប់គ្រងទឹកការការពារនិងកម្ចាត់រុក្ខជាតិចង្រៃការការពារនិងកម្ចាត់សត្វល្អិតការការពារនិងកម្ចាត់មេរោគការប្រើប្រាស់ជីនិងអាហារបំប៉នឲ្យបានត្រឹមត្រូវបាទការប្រមូលផលឲ្យបានត្រឹមត្រូវអញ្ចឹងក្នុងនោះសុទ្ធតែជាមូលដ្ឋានគ្រឹះនៅក្នុងបច្ចេកទេសអញ្ចឹងដរាបណាកសិផលយើងបានទិន្នផលច្រើនភូតគាមអនាម័យល្អរសជាតិឆ្ងាញ់សម្បុរស្អាតវាពាក់ព័ន្ធនៅក្នុងផែនការបច្ចេកទេសទាំងស្រុងអញ្ចឹងនៅក្នុងចំណុចទាំង4ដែលខ្ញុំរៀបរាប់ផល4នេះគឺបើយើងសង្ខេបគឺបានត្រឹមប៉ុណ្ណឹងតែបើយកមកវេកញែកគឺមួយសិភៅយ៉ាងតិចណាស់ក៏ខ្ទង់70ទំព័រដែរអញ្ចឹងដរាបណាលោកស្រីចង់បានព័ត៌មានលម្អិតជាក់លាក់គួរស្វែងរកអ្នកជំនាញការបច្ចេកទេសឬជំនាញផ្នែកមួយឲ្យបានត្រឹមត្រូវឧទាហរណ៍ថាចង់បានជំនាញទីផ្សារកសិផលយើងទៅរកអ្នកណាដែលមានជំនាញខាងទីផ្សារបាទចង់បានជំនាញអ្នកខាងរៀបចំផ្នែកធនធានមនុស្សយើងទៅរកខាងហ្នឹងចង់បានអ្នកជំនាញខាងផ្នែកបច្ចេកទេសលើការងារកសិកម្មនៃដំណាំដែលយើងប្រំដាំយើងទៅជួបអ្នកជំនាញហ្នឹងបាទយើងចង់បានបែបណាគឺទៅជួបបែបហ្នឹងអញ្ចឹងនៅក្នុងផលទាំង4នេះគឺជាអ្វីដែលខ្ញុំបានរៀបចំជូនហើយជាមូលដ្ឋានគ្រឹះសំខាន់បំផុតជោគជ័យឬបរាជ័យនៅលើ4ចំណុចហ្នឹងហើយបាទអញ្ចឹងសម្រាប់លោកស្រីដែលត្រូវការប្រឹក្សាយោបល់លម្អិតឬចង់តាក់ទងនៅក្នុងការសួរនៅចំណុចណាមួយលម្អិតសូមធ្វើការតាក់ទងតាមរយៈលេខទូរស័ព្ទនិង Telegram ខាងក្រោមបាទគឺ068 42 08 08បាទ012 45 65 65បាទសូមអរគុណ